វីដេអូនេះធ្វើឡើងពីចូលឆ្នាំដែរអ្នកតែទៅអូសឡើងអូសចុះក្នុង gallery ទៅឃើញថាអត់ទាន់បានកាត់អស់ចឹងហ្នឹងក៏យកមកកាត់បង្ហើយទៅចូលឆ្នាំនៅបាត់ដំបងហ្នឹងចូលឆ្នាំនេះមិនសូវមានកម្មវិធីច្រើនដូចឆ្នាំមុនទេដូចបងប្អូនដឹងស្រាប់ហើយថាពួកយើងទៅតែមានការប៉ះទង្គិចហើយនៅតាមព្រំដែនហ្នឹងហើយក៏មានប្រជាពលរដ្ឋខ្លះមិនទាន់បានត្រឡប់ទៅផ្ទះវិញផងដែរហើយថ្ងៃនេះក៏នាំទូដើរលេងតាមមាត់ស្ទឹងសង្កែបាត់ដំបងហ្នឹងឯងមើលគេតាំងពីពោមើលគេលក់ម្ហូបអាហារអីចឹងទៅនាំកូនដែរញ៉ាំនេះញ៉ាំនោះហើយឆ្នាំមុនខ្ញុំនៅបាត់ដំបងមកទឹកពេញនៅក្នុងកំឡុងពេលចូលឆ្នាំដែរឆ្នាំនេះដោយសារតែត្រូវមានកម្រងទៅលេងនៅទីក្រុងភ្នំពេញវិញចឹងហើយក៏មកបានរយៈពេលខ្លីទេចឹងថ្ងៃស្អែកគឺពួកខ្ញុំដំគ្នាទៅភ្នំពេញទាំងគ្រួសារតែដោយសារតែអ៊ំវិទូហ្នឹងគាត់ចង់នាំក្រុមគ្រួសារទាំងអស់ហ្នឹងទៅលេងបងស្រីម្នាក់ទៀតនៅទីក្រុងភ្នំពេញដោយលោកនេះទៅហ្នឹងគឺទៅជុំគ្នាទាំងអស់តែម្ដងទាំងប៉ាទាំងអីហើយកម្មវិធីចូលឆ្នាំនៅភ្នំពេញហ្នឹងក៏មិនទាន់ចប់ដែរពេលដែលខ្ញុំទៅដល់ហ្នឹងគឺនៅទាន់ឡើយទេគ្រាន់តែថាអត់បានចេញទៅណាដោយសារអីមនុស្សច្រើនពេកហើយយើងមានកូនក្មេងផងមានមនុស្សចាស់ផងអញ្ចឹងក៏វាមិនបានទៅលេងអីសប្បាយជាមួយគេនៅម្ដុំវត្តភ្នំឬក៏ Walk Street អីដែរគឺមានតែធ្វើម្ហូបហូបជុំគ្នានៅផ្ទះបងស្រីនៅភ្នំពេញហ្នឹងហើយមុខយកម៉ូតូជិះទៅបងប្អូនប្រហែលជាលឺក្នុងវីដេអូដែលកូនខ្ញុំគាត់សួរថាយើងទៅញ៉ាំបបរផាក់នៅឯណាជាទម្លាប់របស់ខ្ញុំឲ្យតែមកបាត់ដំបងនៅពេលល្ងាចឬក៏ក្នុងមួយថ្ងៃណាមួយនោះគឺខ្ញុំត្រូវតែញ៉ាំបបរផាក់គឺខ្ញុំអត់បានញ៉ាំបាយផ្ទះទេពេលល្ងាចអញ្ចឹងបបរផាក់ហ្នឹងគឺនៅមួយជួរមាត់ស្ទឹងសង្កែហ្នឹងចិត្តស្ពានថ្មថ្មីហើយខ្ញុំក៏ជឿថាបងប្អូនខ្លះក៏មិនស្គាល់ថាស្អីទៅបបរផាក់ហ្នឹងហើយក៏មានបងប្អូនជាច្រើនក៏គាត់ស្គាល់ដែរបបរផាក់នេះកាលពីតូចក៏ម្ដាយខ្ញុំក៏ធ្លាប់ធ្វើឲ្យញ៉ាំដែរប៉ុន្តែក៏មិនជាញឹកញាប់យូរក៏ធ្វើម្ដងលើកលែងថាថ្ងៃណាគាត់រកបានសាច់ត្រីឬក៏ហ្នឹងហើយពុកគាត់រកត្រីបានធំអីចឹងទៅគាត់ធ្វើបបរផាក់ឲ្យញ៉ាំចឹងទៅដល់ទៅពេលចាស់ហើយនេះទៅតែមកបាត់ដំបងនេះបានហូបភាសានៅសៀមរាបខ្ញុំមិនដឹងថាគេមានលក់ឬអត់កាលពីមុនកាលដែលខ្ញុំនៅសៀមរាបហើយបើនៅភ្នំពេញក៏ខ្ញុំអត់ដែលដឹងថាមានលក់នៅកន្លែងណាទេអញ្ចឹងខ្ញុំដឹងតែមាននៅបាត់ដំបងទេដែលខ្ញុំដឹងថាមានខ្ញុំស្គាល់ច្បាស់ហើយលក់ថ្លៃដែរណាបងប្អូនមួយចាន 10000 អីដែរណាហ្នឹងហើយតែ 10000 ហ្នឹងគេមានសាច់ច្រើនគេមានក្បាលត្រីផងគេមានខ្យងផងនៅក្នុងចានតែមួយហ្នឹងហើយបរិមាណក៏ច្រើនដែរយើងញ៉ាំមួយចានហ្នឹងគឺវាឆ្អែតហ្មងហ្នឹងអ្នកដែលញ៉ាំច្រើនដូចខ្ញុំក៏នៅតែឆ្អែតដែរហើយបើប្រពន្ធខ្ញុំវិញគាត់ញ៉ាំដែរអស់ទេគឺតែតែមុននឹងគាត់ញ៉ាំហ្នឹងគឺគាត់ម្លេចដាក់ឲ្យខ្ញុំហើយស្រេចព្រោះគាត់ដឹងថាគាត់ញ៉ាំអត់អស់ហើយចំណែកវិទូវិញទៅកន្លែងបបរហ្នឹងគឺគាត់អត់បានញ៉ាំបបរទេជាទូទៅគឺគាត់ញ៉ាំបាយឆាឬក៏ញ៉ាំប្រហិតអីញ៉ាំអីផ្សេងក្រៅពីបបរឥឡូវកាត់មកដល់កន្លែងបបរហើយនេះគឺបបរផាក់ហើយវិទូគេបានបាយឆាគ្រឿងសមុទ្របបរផាក់នៅនេះគឺគេថែមអំបិលបុកអំបិលម្ទេសបុកម្ចាស់ហ្នឹងហើយយើងមានក្រូចឆ្មាច្បាច់ជាមួយដែរពេលយើងច្បាច់វាទៅហើយយើងញ៉ាំជាមួយបបរផាក់គឺជួយបន្ថែមរសជាតិមួយយ៉ាងគឺឆ្ងាញ់បងប្អូនខ្ញុំចូលចិត្តហើយដូចបងប្អូនឃើញចឹងគឺមួយចានគោមហ្នឹងពេញហ្មងតែទីថាសល់អត់សល់ទេខ្ញុំញ៉ាំអស់លេងហ្មងហើយទីតាំងហាងលក់បបរផាក់នេះគឺនៅនគរស្ពានថ្មថ្មីបើសិនជាយើងជិះពីខាងលិចមកគឺនៅពេលដែលមកដល់គរស្ពានត្រៃខាងកើតហ្នឹងបងប្អូនកាច់ទៅខាងស្ដាំទៅប្រហែលជា20 ទៅ 30 ម៉ែត្រហ្នឹងឃើញហើយបបរផាក់ហ្នឹង